Hi guys,ខ្ញុំនឹងអូកាលីនៅក្នុងវីដេអូខ្ញុំនឹងទៅដល់ថ្ងៃដែរខ្ញុំនឹងសរសេររឿងប៉ូលីសនិងម៉ាហ្វៀដោយទៅរកដល់ណែទេហើយកុំភ្លេចចុច like និង share ក៏ដល់ខ្ញុំម្នាក់មួយផងហើយនៅក្នុងវគ្គនេះដែរគឺប៉ូលីសឯនឹងម៉ាហ្វៀហ្នឹងគឺបាញ់គ្នាអ្នកគ្នាគឺអត់មាននិយាយអីសញ្ញាច្រើនទេមកដល់គឺបើកឡានបាញ់គ្នាហ្មងចង់ដឹងថាមិនបានបើកឡានបាញ់គ្នាតោះទៅមើលតោះគ្នាទៅខ្ញុំក៏មិនដឹងដែរឥឡូវយើងកំពុងតែឃើញឡានប៉ូលីសនិងឡានម៉ាហ្វៀបើកទៅមកគ្នាហើយពួកវាក៏បានចុះមកអុយដល់គ្នាសុទ្ធតែពួកវាឥឡូវពួកម៉ាហ្វៀហើយនិងប៉ូលីសហ្នឹងក៏បានធ្វើថាទូមកគ្នាអត់តន់បាញ់គ្នាចាំមេមកចុះអន្តរាគមន៍សិនអីចឹងណាបើនោះយើងក៏បានឃើញបរិះម៉ាហ្វៀម្នាក់ដែលខ្ញុំសន្តាក់ឈ្មោះគេថាគីសាគីហ្នឹងណាមុខស្តៀងព្រីអូមែនតានខ្ញុំគិតថាដូចមិនចង់ស្តៀងឯងគឺដូចយកហ្មងណាអ្នកគ្នាគឺដូចខ្ញុំអត់ឥឡូវយើងក៏បានគិតយើងទៅមើលខាងប៉ូលីសវិញតើមានមុខប៉ូលីសអូមកគឺអត់មានទេគឺជាមិត្តភក្តិចំណិតរបស់ប៉ូលីសអូវិញអ្នកគ្នាមកអប៉ែហ្នឹងគឺតែងតែដើរមួយប៉ូលីសអូតែឥឡូវគាត់មកធ្វើការតែម្នាក់ឯងអត់មានប៉ូលីសអូតើប៉ូលីសអូទៅណាឥឡូវយើងមិនបាច់ខ្វល់ទេវគ្គហ្នឹងឲ្យយើងខ្វល់តែពីរឿងគេបាញ់គ្នាទៅបានហើយអញ្ចឹងខ្ញុំសំហៅប៉ូលីសម្នាក់នេះថាឈ្មោះប៉ូលីសមេងចង់អ្នកទាំងអស់គ្នាកុំឲ្យអ្នកគ្នាច្រឡំពេលនោះដែរគីសាគីហ្នឹងក៏បានបញ្ជាគ្នាគេហ្នឹងឲ្យបាញ់ទៅគ្នារបស់ប៉ូលីសមេងពេលនោះប៉ូលីសមេងក៏បាញ់បោះទៅគ្នារបស់គីសាគីផងដែរជុំទៅវគ្គហ្នឹងបើសិនជាអ្នកគ្នាបានទៅមើលរឿងពេញមិនដឹងច្រឡំមិនណាទេព្រោះអីលើសម្លេងបាញ់កំភ្លើងអូអ្នកគ្នាប៉ូលីសម៉ៃហ្នឹងគឺបានត្រឹមកំភ្លើងដួលផ្កាក្រោយបាត់ហើយអូ my god អ្នកគ្នាប៉ូលីសហ្នឹងគឺសម្រុកចូលដូចខ្លាចក្រកកំភ្លើងតែម្ដងហើយមើលកំភ្លើងរបស់គ្នាគីសាគីតែ5នាក់តែអ្នកទាំងអស់គ្នាអូអ្នកគ្នាចូលមកវាយគ្នាបាញ់ផាំងក៏ពេញទីក្រុងអូអ្នកគ្នាហើយមានក្របបាញ់នៅកណ្ដាលទីក្រុងទៀតណាហើយរឿងហេតុការណ៍ហ្នឹងគឺបាញ់គ្នានៅកណ្ដាលទីក្រុងមួយដែលមានឈ្មោះថាតូហ្សូយ៉ាគីខ្ញុំចេះទៅហៅតែអ្នកទាំងអស់គ្នាដើម្បីវាសួរស្ដាប់បងខ្ញុំក៏ចង់ដាក់សម្លេងការបាញ់គ្នាហ្នឹងឲ្យអ្នកគ្នាមើលផងដែរប៉ុន្តែខ្ញុំខ្លាចចុះ copyright ព្រោះខ្ញុំធ្លាប់ដាក់ភាសាហើយវាចុះ copyright អ្នកទាំងអស់គ្នាមិនមែនវីដេអូហ្នឹងទេគឺវីដេអូផ្សេងវាយប្រកកំភ្លើងហើយនៅឆ្លៀតវាយប្រកក្បាច់កូនទៀតណាអ្នកទាំងអស់គ្នាហើយភ្លេចហើយនឹងគ្នារបស់គេសគីហ្នឹងគឺបាញ់គ្នាស្លាប់ពេញទីក្រុងហើយយើងអត់ដឹងថាអ្នកណាឈ្នះឬអ្នកណាចាញ់ក្រោយទេគ្រាន់ដឹងថាអ្នកទាំងអស់ហ្នឹងគឺវាបានស្លាប់ម្ដងហើយប៉ូលីសមេងហ្នឹងអាចថាគាត់ធ្វើប៉ុតអីចឹងទៅឥឡូវគាត់មកងើបខ្ញុំកំភ្លើងវិញហើយពេលដែរប៉ូលីសមេងហ្នឹងគឺគាត់ភ័យយ៉ាងខ្លាំងដោយសារអីអបិគិសគិហ្នឹងបានតែដៃជូនគាត់ពួកអីគ្នាគាត់នៅសល់តែទិញទួយទេចំណែកអីគ្នារបស់គិសគិហ្នឹងគឺនៅសល់ច្រើនគ្រាន់បើដែរពេលនោះដែរមិនដឹងថាគាត់ហ្នឹងប្រងគាត់មិនទេហើយអបិគិសគិហ្នឹងក៏បានភ្ញៀវគ្នាហ្នឹងឲ្យបាញ់ទៅប៉ូលីសមេងទៀតហើយពេលនោះដែរគ្នារបស់គិសគិហ្នឹងក៏បាញ់ទៅប៉ូលីសម្នាក់ដែលនៅចិត្តប៉ូលីសមេងទៅសារអីគេអត់បាញ់ទៅប៉ូលីសមេងទេមិនស្រួលគេទុកឲ្យមេគេហ្នឹងចិត្តនៅចិត្តការប៉ូលីសមេងផងក៏មិនដឹងក្រោយពីបាញ់មិត្តភក្តិដែលនៅចិត្តប៉ូលីសមេងហើយគីសគីហ្នឹងក៏បានកាន់កំភ្លើងគ្រប់ហើយក៏បានដើរទៅរកប៉ូលីសមេងតែគេចង់ធ្វើឲ្យដាក់ប៉ូលីសមេងណាប៉ូលីសមេងឡើងរត់ទៅកងឯនេះបន្ទាប់មកគីសគីក៏បានកេះកៃកំភ្លើងតម្រង់រកទៅបាញ់ប៉ូលីសមេងឯអ្នកទាំងអស់គ្នាមិនដឹងថាគេអាចចិត្តបាញ់ប៉ូលីសមេងឬក៏យ៉ាងណាទេមុននឹងបាញ់ប៉ូលីសមេងសាច់រឿងក៏កាត់ឲ្យមើលមុខគីសគីផងដែរគីសគីកំពុងតែតម្រង់បាញ់ទៅផ្លោកប៉ូលីសមេងអូយអ្នកគ្នា sorry ផងដែលខ្ញុំនិយាយថាផ្លោកប៉ុន្តែហ្នឹងគឺបាញ់ចំអញ្ចឹងមែនណាអ្នកទាំងអស់គ្នាហើយគីសគីហ្នឹងគឺអាក្រក់ក្រៃខ្លាំងមែនតើគឺបាញ់យកអត់ឈប់ទេមកគ្របហើយមកគ្របទៀតរហូតដល់អស់ក្រកំភ្លើងទៅគេយកកំភ្លើងហ្នឹងទុកវិញតែបើយើងមើលនៅស្ថានភាពនៅទីក្រុងវិញគឺមនុស្សស្លាប់អស់ច្រើនមែនតើអ្នកទាំងអស់គ្នាមួយសន្ទុះក្រោយមកខ្ញុំក៏បានឃើញឧត្តមពេកចាក់ដែលជាគ្នារបស់គីសគីបានចោះមកទទួលមេគេអីចឹងទៅសរសើរគីសគីដែរប្រតកូនចៅគេគឺយកតាណាមិនអស់បាច់អត់កម្រាំងបាយកម្រាំងចិត្តអីទេតមកគ្នារបស់គេម្នាក់ហ្នឹងបានអោមគ្រប់ហើយក៏អញ្ជើញគីសគីហ្នឹងឡើងទៅលើឧត្តមពេកចាបែបពេកចាអីអ្នកគ្នាណាហើយកតុំរុយហ្មងហើយអ្នកដែលឈ្នះហ្នឹងគឺជាគីសគីហើយរងយ៉ាងក៏ចាប់តែប៉ុណ្្នឹងដែរភាគ5ក៏មានទូគីសគីអស់ច្រឡំអ្នកគ្នាភាគ6ក៏មានទូគីសគីនៅក្នុងដែរចង់ដឹងថាគីសគីនឹងធ្វើរឿងរ៉ាវអីបន្តទៀតកុំភ្លេចមើលទាំងអស់គ្នាបាយបាយ